ជំរាបសួរសួស្តីសូមស្វាគមន៍មកកាន់កម្មវិធី Cambodia Street Podcast episode ទី5ជំរាបសួរនាងខ្ញុំឈ្មោះទីទីខ្ញុំតុងហៃថ្ងៃនេះយើងមកជួបជាមួយនឹងអ្នកថតរូបតាមដងផ្លូវយើងម្នាក់ដែលគាត់ឈ្នះក្រោមប្រធានបទ Corder ឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរអ្នកនរគ្នាជំរាបសួរបងខ្ញុំបាទឈ្មោះសនជេងហ៊ុនជានិស្សិតរៀនជំនាញផ្នែក Creative Multimedia ចាអញ្ចឹងបងអាចចែកម្លែកបានទេថាការថតរូបហ្នឹងមានអត្ថន័យម៉េចចំពោះបង បាទបងសម្រាប់ខ្ញុំការថតរូបវាពិតជាមានអត្ថន័យសម្រាប់ខ្ញុំខ្លាំងនិយាយទៅការថតរូបគឺបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលនៅស្ងៀមស្ងាត់អត់ហ៊ានចេញក្រៅខ្លាយជាមនុស្សម្នាក់ដែលចូលចិត្តមនុស្សជាងមុនហើយក៏បានដើរក្រៅច្រើនជួបមនុស្សថ្មីជាច្រើននិយាយទៅការថតរូបបានធ្វើឲ្យខ្ញុំស្គាល់មនុស្សជាច្រើនមែនតើជាពិសេសមិនមែនត្រឹមស្គាល់តែប្រជាជននៅក្នុងស្រុកទេខ្ញុំស្គាល់ដល់ក្រៅស្រុកទៀតខ្ញុំបានស្គាល់ដល់ជនជាតិជប៉ុនខ្ញុំបានស្គាល់ដល់ជនជាតិអង់គ្លេសជាពិសេសខ្ញុំបានស្គាល់ដល់ជនជាតិកាណាដាដែលខ្ញុំបានថតរូបមួយគាត់ច្រើនដងមែនតើគឺសប្បាយមែនតើការថតរូបសម្រាប់ខ្ញុំគិតថាវាជាទម្លាប់មួយដែលធ្វើឲ្យយើងអាចជួយកាត់ stress បានធម្មតាពេលខ្ញុំធ្វើការច្រើនខ្ញុំរៀនផងធ្វើការផងខ្ញុំរវល់ប៉ុន្តែនៅពេលដែលខ្ញុំត្នេទោះបីជាកន្លះថ្ងៃក៏ដោយក៏ខ្ញុំឆ្លៀតពេលហ្នឹងដើរថត street photography ដែរអញ្ចឹងពេលដែលខ្ញុំថតរូបទៅខ្ញុំមើលឃើញថាខ្លួនឯងពេលដែលបានរូបល្អគឺសប្បាយចិត្តហ្មងចា10រូបបានរូបល្អ2រូបក៏សប្បាយចិត្តដែរអញ្ចឹងខ្ញុំមើលឃើញថាphotography វាបានคล้ายជាផ្នែកមួយនៃជីវិតរបស់ខ្ញុំវាមិនមែនត្រឹមតែជាការយើងrelax វាមិនមែនត្រឹមជាទម្លាប់ទេវាបែរទៅជាคล้ายទៅជាផ្នែកមួយនៃជីវិតរបស់យើងវិញខ្ញុំរហងៃខ្ញុំថតរូបខ្ញុំផុសរហូតខ្ញុំផុសតែនៅក្នុង account social របស់ខ្ញុំខ្លួនឯងខ្ញុំមាន Instagram ដែរហើយខ្ញុំបានចែកម្លែករូបហ្នឹងទៅដល់មិត្តភ័ក្តិរបស់ខ្ញុំក៏ដូចជាទៅដល់ជនជាតិបរទេសដែលខ្ញុំធ្លាប់ស្គាល់ដូចគ្នាហើយខ្ញុំក៏បាន upload ចូលទៅក្នុងក្រុម street photography ដែរបាទចាអរគុណបងអញ្ចឹងខ្ញុំអាចនឹងបន្ថែមទៀតបានអត់ថាពេលណាដូចជាឆ្នាំណាដែលបងចាប់ផ្ដើមថតរូបមែនតែម្ដងដែលបងថាចាប់ផ្ដើមថតរូបហើយអាចបញ្ជាក់មូលហេតុទៀតដូចមិញបងបាននិយាយថាធ្វើឲ្យបងមានតំណែងជាមួយនឹងអ្នកដទៃច្រើនអញ្ចឹងបងអាចបញ្ជាក់កន្លែងនឹងបន្ថែមពីលើនឹងទៀតបានអត់បងបាទបងហ្នឹងហើយបាទបងអរគុណច្រើនសម្រាប់សំណួរបងសំណួរនេះល្អមែនតើបើនិយាយជាក់ស្ដែងទៅថាការថតរូបពេលដែលខ្ញុំចាប់ផ្ដើមដំបូងហ្មងគឺនៅខែ3ឆ្នាំ2025ពេលហ្នឹងខ្ញុំ sale លុយបានទិញកាមេរ៉ាទូចមួយហើយខ្ញុំចាប់ផ្ដើមដើរថតដំបូងយើងថតអត់ទាន់មានទិសដៅទេខ្ញុំអត់ទាន់ស្គាល់ថា photography នេះជាអីគេប្រកាសទេគ្រាន់តែដឹងថាយើងចាប់ផ្ដើមស្រឡាញ់ពេលហ្នឹងគឺចាប់ផ្ដើមស្រឡាញ់ហើយអញ្ចឹងខ្ញុំក៏ដើរថតនេះថតនោះថតផ្កាថតមនុស្សថតបកគោភ្លើងថតឡានថតម៉ូតូថតផ្លូវ random អីក៏ថតដែរប៉ុន្តែបន្ទាប់ពីយូរទៅខ្ញុំក៏បាន scroll ទៅឃើញ Cambodia Street Photography ខ្ញុំក៏ចាប់ដើមចូលតែខ្ញុំក៏អត់ទាន់ចាប់ដើមផុសដែរខ្ញុំក៏អត់ទាន់យល់ថាមាន topic មានអីដែរអត់ទាន់ហ៊ានទេដោយសារយើងថ្មីប៉ុន្តែបន្ទាប់ពីខ្ញុំបានទៅខ្ញុំឃើញពួកគាត់ថត topic ផ្សេងវា inspire ខ្ញុំអញ្ចឹងខ្ញុំដំបូងក៏ខ្ញុំអត់ទាន់ចេញដើរថតចឹងដែរខ្ញុំរៀនសិនខ្ញុំរៀនពីសាលាផងខ្ញុំរៀនពីខ្លួនឯងផងខ្ញុំចូល short course ខ្លីៗកម្មវិធី JV photography ផង sharing section បាទដល់ពេលបន្ទាប់មកបានខ្ញុំចាប់ដើមដើរថតមួយទៅវារូបភាពចាប់ដើមស្អាតតិចដងបន្ទាប់មកបានខ្ញុំចាប់ដើម upload ចូលក្រុមប៉ុន្តែដំបូងហ្នឹងក៏មិនទាន់ជា success ទេដែរពេលដោយសារយើងថ្មីអញ្ចឹងថតរូបទៅអត់ទាន់ស្អាតអត់ទាន់ត្រូវ framing ទេអត់សូវមានអ្នកចូលចិត្តទេប៉ុន្តែបន្ទាប់មកថ្ងៃមួយខ្ទង់ខែ10ខ្ញុំបានចែកដនមែនតើរូបខ្ញុំ upload ទៅមានជនជាតិបរទេសម្នាក់នៅគាត់នៅក្នុងក្រុមហ្នឹងគាត់ like គាត់ចូល like ហើយគាត់និយាយថាគាត់ចូលចិត្តរូបហ្នឹងហើយខ្ញុំក៏បាន message គាត់ទៅថាខ្ញុំក៏ចូលចិត្តរូបគាត់ដូចគ្នារូបគាត់ស្អាតជាពិសេសរូប black and white ពេលហ្នឹងខ្ញុំចាប់ដើមចូលចិត្ត black and white បន្ទាប់មកខ្ញុំក៏បាន message គាត់ទៅមកគាត់និយាយគ្នាមួយគាត់ទៅគាត់ថាឥឡូវយើងចាប់ដើមដើរថតរូបមួយគ្នាហ្មងចឹងជួបគ្នាលើកទី1ថតរូបលើកទី1ហើយខ្ញុំក៏បានទៅជួបគាត់ពេលហ្នឹងថ្ងៃសៅរ៍ហើយពេលព្រឹកខ្ញុំបានជួបគាត់នៅអូអាស័យអញ្ចឹងពួកយើងទាំងពីរនាក់ក៏បាន challenge គ្នាក្នុងការថតរូបគាត់ដូចជាគ្រូអញ្ចឹងខ្ញុំដូចជាសិស្សថតរូបឲ្យគាត់ review អញ្ចឹងខ្ញុំដើរមកជុំអូស័យដើរតាមគៀនផ្សារផ្លូវអាលីអីហ្នឹងបន្ទាប់មកបានពួកយើងទៅជួបគ្នានៅកន្លែងកាហ្វេហើយគាត់បាន review រូបខ្ញុំហើយគាត់ក៏បានប្រាប់ថាចំណុចខ្វះខាតយើងត្រង់នេះតែយើងគួរតែបន្ថែមកន្លែងណាទៀតរូបថតហ្នឹងគឺស្អាតបែបម៉េចមាន rule of search ដំណើរការបែបម៉េចការថតរូបមិនចេះតែពេលខ្លះមិនចេះយើងចេះតែចុចថតយើងថាថតរូបហ្នឹងស្អាតតែពិតគេមាន rule គេមាន
composition ត្រូវការ cropping ត្រូវការអីច្រើនមែនតើអូស្រាប់គាត់ប្រាប់ចឹងមកខ្ញុំវ៉ាវខ្ញុំវ៉ាវក្នុងនាមជាយើងអ្នកថតរូបថ្មីយើងអត់ដឹងទេគ្រាន់តែចេះចុចថតប៉ុន្តែធ្វើឲ្យខ្ញុំវ៉ាវមែនតើភ្ញាក់ខ្លួនបន្ទាប់មកខ្ញុំចាប់ដើមថតទៀតពេលហ្នឹង2025ហ្នឹងខ្ញុំថតដំបូងខ្ញុំថតTeen Bot Culture ប៉ុន្តែវាពិតជាសំណាងមែនតើពេលហ្នឹង culture ហ្នឹងខ្ញុំផុសថតរូបទៅបានជាប់ top 15មួយដែរបាន culture មួយ2025ហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានជួបដើរមួយគាត់ច្រើនដងហើយពេលដែលគាត់ដើរហ្នឹងក៏ចាប់ដើមជួបមនុស្សផ្សេងទៀតជួបជនជាតិបរទេសដូចគ្នាជនជាតិខ្មែរយើងដូចគ្នាហើយនៅពេលហ្នឹងហើយដែលធ្វើឲ្យខ្ញុំហ្នឹងគិតថា photography នៅពេលនេះវាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំហើយនិយាយទៅខ្ញុំជួបជាជនជាតិកាណាដាគាត់ឲ្យមតិផ្សេងជនជាតិអង់គ្លេសគាត់ឲ្យមតិផ្សេងជនជាតិជប៉ុនគាត់ឲ្យមតិផ្សេងទៀតអញ្ចឹងមតិជាច្រើនហ្នឹងបានធ្វើឲ្យរូបភាពយើងកាន់តែល្អជាងមុនបន្ទាប់មកបាទខ្ញុំចាប់ដើមជួបមនុស្សថ្មីទៀតដូចជាមួយរយៈក្រោយនេះតែពិតបើនៅក្នុងក្រុមនេះពេលដែលខ្ញុំ contribute ច្រើនហ្មង contribute ខ្លាំងហ្មងគឺចាប់ដើមពីខែ4ចុងខែ3ដើមខែ4មកបាទខ្ញុំចាប់ដើម contribute ខ្លាំងខ្ញុំចាប់ដើមជឿជាក់លើខ្លួនឯងហើយចាប់ពីពេលហ្នឹងហើយបាទខ្ញុំស្គាល់មនុស្សច្រើនជាងហ្នឹងទៀតជាពិសេសអ្នកនៅក្នុងស្រុកគ្នាយើងអញ្ចឹងកាលមុនខ្ញុំដើរតែ2អ្នកគាត់ទេអត់មានគាត់ខ្ញុំទៅតែឯងប៉ុន្តែឥឡូវមួយអាទិត្យនេះដើរបាន3នាក់4នាក់ស្រាប់អាទិត្យមុនដល់ទៅ5ដល់ទៅ6នាក់វាច្រើនទៅអញ្ចឹងធ្វើឲ្យសម្រាប់ខ្ញុំយើងលែងមានអារម្មណ៍ឯកាទៀតហើយកាលមុនខ្ញុំតើមានអារម្មណ៍ឯកាអត់ត start photography យើងនៅតែឯងអត់សូវនិយាយមួយណាគេអត់សូវហ៊ានលក្ខណៈ socialize ប៉ុន្តែចាប់ពីពេលហ្នឹងមកគឺខ្ញុំបើកចិត្តទៅលាយ socialize បាទគឺឲ្យតែពួកគាត់និយាយថាចេញខ្លួនថ្ងៃហ្នឹងតនេអត់ street photography តនេអូខេ street photography ដើរ10គីឡូ20គីឡូក៏មានដែរដើរថតឲ្យតែបានរូបស្អាតនិយាយទៅទោះបីជា10រូបក៏ដោយក្នុងមួយថ្ងៃហ្នឹងឬក៏កន្លះថ្ងៃហ្នឹងក៏ខ្ញុំសប្បាយចិត្តខ្លាំងមែនតើគឺធ្វើឲ្យខ្ញុំផ្លាស់ប្ដូរខ្លួនឯងខ្ញុំសប្បាយខ្លាំងបាទអរគុណអាចប្រាប់បានទេថាតែមិញប្រាប់ថាចូលដំបូងជួបជាមួយជនបរទេសម្នាក់គាត់ថតនៅម្ដុំសាអូស័យបាទគាត់ជា admin របស់ក្នុង group CSP យើងឬមួយក៏គាត់អ្នកក្រៅទេគាត់ contributor នៅក្នុង group ហ្នឹងគាត់មិនមែនជា admin អូខេអញ្ចឹងមានថាស្គាល់គ្នារយៈ member អញ្ចឹងខ្ញុំអាចដឹងបានថាពេលណាដែលយើងចូលទៅក្នុង group Cambodia Street Photography បើជាក់ស្ដែងទៅគឺខែ3 2025ចូលខែ3 2025ចឹងចូលជិត1ឆ្នាំដែរឆ្នាំឃើញខែលើខែ6ហើយមួយឆ្នាំ3ខែចាតែបើសាច់រឿង contribute ហ្មងគឺទឹកតែចាប់ពីចុងខែ2នេះទៅគឺ contribute ខ្លាំងមែនតើតែមានអារម្មណ៍ថានៅពេលដែលចូលទៅក្នុង group ទៅយើងរៀនបានច្រើនមើលរូបគេស្អាតបានច្រើនជាពិសេសក៏ខ្មែរយើងមានបានថតច្រើនដែរអញ្ចឹងទៅមានថាកើនជាងមុនឬក៏ពីច្រើនតតែអនុវត្តបានយើងកើនចំណេះដឹងជាងចំណុចនេះល្អមែនតើហើយក៏ជាសារមួយដែរសម្រាប់ខ្ញុំពេលខ្ញុំចូលដំបូងឃើញរូបគេស្អាតអញ្ចឹងឃើញបងគាត់ថតស្អាតខ្ញុំគិតថាខ្លួនឯងប្រហែលជាធ្វើអត់បានទេដោយសារយើងនៅរៀងបទពិសោធន៍តិចយើងនៅរៀងស្ទើរយើងថ្មីមែនតើអញ្ចឹងពេលដំបូងក៏រៀងបាក់ទឹកចិត្តតិចដែរឃើញរូបស្អាតហើយខ្ញុំមកមើលរូបខ្លួនឯងខ្ញុំគិតថារូបខ្ញុំអត់ស្អាតទេខ្ញុំប្រហែលជាអាចប្រកួតមួយពួកគាត់បានទេប៉ុន្តែស្រាប់តែប្រធានបទចាប់ពីប្រធានបទ culture នេះទៅដែលខ្ញុំបានជាប់ top មួយស្លឹកហ្នឹងផ្លាស់ប្ដូរផ្លាត់កំណត់របស់ខ្ញុំហ្មងខ្ញុំគិតថាមិនបែបនេះទេយើងថ្មីយើងត្រូវខិតខំប្រឹងប្រែងយើងមើលរូបពួកគាត់ហើយយើងរៀនពីពួកគាត់វិញយើងកុំយកគិតថាគាត់ខ្លាំងហើយយើងទៅម្ដាយថ្មីយើងគិតថាយើងចោះចាញ់ប៉ុន្តែយើងមិនមែនធ្វើចឹងយើងត្រូវធ្វើម៉េចទោះបីជាមិនបានល្អដល់គាត់ក៏បាន 50% នៃរូបរបស់គាត់ដែរចាប់ពីពេលនោះមកផ្លាស់ប្ដូរផ្នត់ចាប់ដើមថតរៀនគឺជាក់ស្ដែងទៅខ្ញុំ practice ច្រើនជាងអនុវត្តច្រើនជាងមើលហើយយករូបគាត់ប្រហែលផុសហើយយកមក practice ដើរថតហ្មងដើរថតជាពិសេសរូបដែលខ្ញុំចាប់ដើមចេញថតស្អាតហ្មង color matching ជារូបទី1ដែលចាប់ដើមចេញថតស្អាតហ្មងបាទនេះជារូបទី1ដែលខ្ញុំយល់ច្បាស់ពី photography street photography បាទអូខេចុះនៅពេលដែលយើងចូលចិត្តថតច្រើនយើងជួយ practice ច្រើនជាប្រភេទរូបបែបណាដែលយើងជួយចិត្តយើងស្រឡាញ់យើងតាំងចិត្តថាយើងត្រូវតែថតវាឲ្យបានគេថាដាក់ challenge មួយថាថ្ងៃហ្នឹងមួយអាទិត្យហ្នឹងត្រូវតែថតរូបនោះឲ្យបាននិយាយឲ្យខ្លីគឺយើងស្រឡាញ់រូបប្រភេទមិនដែរតែទៅមើលសខ្មៅតែទៅមើល color ដូចនិយាយមិញ color matching អញ្ចឹងតែ color matching តើយើង focus លើ color បាទអញ្ចឹងចង់ដឹងពីបងអូនវិញថាបងអូនជួយចិត្តប្រភេទរូបបែបម៉េចដែលយើងនឹង
ដកជាប់អារម្មណ៍ជាងគេនៅពេលរៀនថតរូប ជាក់ស្ដែងទៅចំណុចនេះខ្ញុំពិបាកឆ្លើយដែរដោយសារខ្ញុំដកជាប់ក្នុងចិត្តរបស់ខ្ញុំពីរតែម្ដងគឺពីរទី1 color matching ហើយទី2គឺ black and white គឺខ្ញុំស្រឡាញ់ខ្លាំងមែនតើ អញ្ចឹងបានឃើញរូបជាប់ the corner នេះមាន color ចូល បាទ បើអ្នកខ្លះគាត់អត់នៅនេះគាត់មានរូបខ្លះរូបសខ្មៅ បាទ ព្រោះគាត់ស្រឡាញ់បែបសខ្មៅអញ្ចឹង corner គាត់ថតគឺគាត់បែបយល់បែបសខ្មៅ ចា អញ្ចឹងសខ្មៅដែលវាមាន power វាមាន contrast មានអីចឹងទៅអញ្ចឹងចង់ដឹងមួយទៀតតកតងមួយដែល set up ខ្លួនឯងថាពេលរាល់ពេលដែលចេញថតយ៉ាងហោចណាស់ត្រូវតែមានសខ្មៅមួយឬក៏ color មួយដែល set up អញ្ចឹងហ៎ អូជាក់ស្ដែងសំណួរនេះធ្វើខ្ញុំភ្ញាក់ខ្លួនមែនតើជាទូទៅខ្ញុំអត់សូវបាន set up មុនទេភាគច្រើនខ្ញុំផ្ដោតទៅលើ topic street photography តែម្ដងគេហៅថា topic corner អញ្ចឹងខ្ញុំទៅរកតែ corner ឯងជាក់ស្ដែងដូចថ្ងៃដែលខ្ញុំបានរូបហ្នឹងខ្ញុំទៅរកតែ corner ខ្ញុំទៅរកផ្លូវកែងគឺខ្ញុំឃើញហើយតែសំណួរនេះល្អមែនតើធ្វើខ្ញុំភ្ញាក់ខ្លួនប៉ុន្តែពេលខ្លះក៏ខ្ញុំឆ្លៀតថតអីផ្សេងដែរខ្ញុំមិនមែនថាយើងទៅ corner យើងថតតែ corner ជួនកាលទៅ corner កន្លែងទៅឃើញ color matching ជួនកាលដើរទៅ corner ជួនកាលកន្លែងទៅឃើញ shadow ឥឡូវមួយរយៈនេះក៏ខ្ញុំចាប់ដើមរៀងស្រឡាញ់ shadow ដែរតែអត់តន់ស្រឡាញ់ដល់មក color matching ហើយ black and white ខ្ញុំភាគច្រើនខ្ញុំចូលចិត្តប្រើនៅពេលដែលទី1 contrast ទី2នៅពេលដែលមាន shadow ហើយពេលខ្លះពលឺឬក៏ភ្លើងអីវាពណ៌ច្រើនពេកក៏ខ្ញុំអត់សូវចូលចិត្តនៅក្នុងរូបនឹងដែរអញ្ចឹងខ្ញុំដាក់ black and white តែម្ដងហើយបើសម្រាប់ color matching គឺវាជាប្រធានបទមួយដែលធ្វើដែលខ្ញុំគិតថាវាតាក់ទាញផ្នែកខ្លាំង ចា ហើយក៏វាចៃដន្យខ្លាំងដែរគឺពិបាកពេលខ្លះគឺពិបាករកពេលខ្លះស្រួលរកហើយពេលខ្លះយើងបានរូបដែលអស្ចារ្យហ្មងដូចរូប corner នេះជាក់ស្ដែងអញ្ចឹងគឺវាសម្រាប់ខ្ញុំគឺវាអស្ចារ្យមែនតើបាទ ចង់សួរបងថាពីមួយកន្លែងទៅមួយកន្លែងដើម្បីបានរូបមួយដែលបងចង់បានហ្នឹងណាបងត្រូវរងចាំថតនៅមួយកន្លែងដើម្បីថតឬក៏ពេលចែកដល់អីយើងទៅដល់ឃើញយើងក៏ថតហ្មងហ៎បង អូជាក់ស្ដែងនេះតាមពេលវេលាពេលខ្លះខ្ញុំទៅដល់ឃើញថតភ្លាម ចា សកម្មភាពនោះគឺកាត់ឡើងភ្លាមខ្ញុំថតភ្លាមតែពេលខ្លះទៅដល់សកម្មភាពនោះហួសបាត់ប៉ុន្តែក៏ខ្ញុំដឹងថាកន្លែងនោះល្អដែរអញ្ចឹងសុខចិត្តរងចាំ ចា ដោយការខ្ញុំថតស្កាពីសប្តាហ៍មុនខ្ញុំដើរទៅខ្ញុំមើលទៅឃើញថាអូកន្លែងហ្នឹងពលឺ shadow ល្អខ្ញុំឈរចាំនឹងខ្ញុំឈរចាំឡើង10នាទីតតែមាន subject មក subject មួយហ្នឹងមកដល់គឺត្រូវតែម្ដងតែពិតមាន subject ផ្សេងៗដែរតែអត់ត្រូវទេតែមួយហ្នឹងមក perfect ខ្ញុំឈរហាក្តៅចាំនិយាយទៅអានេះទឹកចិត្តជាយើងអ្នកស្រឡាញ់រូបថតអញ្ចឹងយើងឈរចាំហើយដូចខ្ញុំក៏បានទៅដល់ពេលហ្នឹងខ្ញុំទៅនេះអញ្ចឹងខ្ញុំជិះម៉ូតូទៅខេត្តម្ដងខ្ញុំអត់ដែរថតរូបខេត្តក្បែរៗពេញទេក៏ដាច់ចិត្តទៅថតម្ដងហើយខ្ញុំអត់ហ៊ានលើកកាមេរ៉ាខ្ញុំលើកទូរស័ព្ទដោយសារនៅជុំវិញហ្នឹងមាននេះច្រើនអញ្ចឹងខ្ញុំឃើញឡៃហ្នឹងមានដើមមួយដើមស្អាតអញ្ចឹងខ្ញុំសុកចិត្តចាំឲ្យក្មេងៗជិះកង់មក3នាក់ហើយខ្ញុំចង់បាននៅក្នុងហ្នឹងរូបភាពដែលមានចំនួនសេះចាំឡើងចង់កន្លះម៉ោងបានគាត់មកដល់អញ្ចឹងអានេះសម្រាប់ខ្ញុំទឹកចិត្តខ្ញុំគឺអញ្ចឹងដើម្បីបានរូបល្អគឺខ្ញុំសុកចិត្តចាំឲ្យតែខ្ញុំដឹងថាកន្លែងហ្នឹងល្អ អូខេបងចាអញ្ចឹងខ្ញុំមានសំណួរមួយទៀតចង់សួរបងថាបងឥឡូវស្គាល់អ្នកថតរូបច្រើនមែនតើនៅស្រុកខ្មែរនិងបរទេសអញ្ចឹងបងអាចប្រាប់បានទេថាណាគេដែលជា idol ក្នុងចិត្តបងដែលបងថាអូគាត់ថតរូបស្អាតខ្ញុំចាប់ដើមឆ្លាញ់រូបថតដោយសារតែគាត់អីចឹងណាបង ចាក់ស្ដែងទៅខ្ញុំចាប់ដើមស្រឡាញ់អ្នកដែលខ្ញុំស្គាល់អ្នកថតរូបដែលខ្ញុំស្គាល់មុនគេបំផុតមុននឹងខ្ញុំកាន់កាមេរ៉ាទិញកាមេរ៉ាទៀតបងម៉ាឌីនេះបងម៉ាឌីជាពិសេសខ្ញុំស្រឡាញ់រូបសត្វព្រៃរបស់គាត់ស្អាតខ្ញុំក៏ចង់ថតសត្វព្រៃដែរប៉ុន្តែពិបាកដោយសារខ្ញុំនៅតែពេញហើយខ្ញុំអត់មានពេលចេញទៅក្រៅទេបន្ទាប់មកបានខ្ញុំចាប់ដើមថតរូបហើយខ្ញុំក៏ចាប់ដើមមាន idol ផ្សេងៗទៀតហើយខ្ញុំអាចនិយាយបានថាជាដំណាក់កាលទី1អ្នកដែលធ្វើឲ្យខ្ញុំស្រឡាញ់រូបសខ្មៅគឺសើបណ្ណាលៀងនៅក្នុងក្រុមនឹងគាត់ជា admin ចា៎ គាត់រូបគាត់គឺភាគច្រើនសខ្មៅអញ្ចឹងពេលហ្នឹងចាប់ដើមស្រឡាញ់សខ្មៅតិចហើយ ចា៎ បន្ទាប់មកបានចូលដល់ដំណាក់កាលទី2ដំណាក់កាលរៀនថតរូបសខ្មៅអញ្ចឹងដំណាក់កាលរៀនថតសខ្មៅហ្នឹង idol ទី2របស់ខ្ញុំidol ទី3របស់ខ្ញុំគឺMr. Peter នៅក្នុងក្រុមហ្នឹងគាត់ជា contributor គាត់ហ្នឹងហើយជាអ្នកបង្រៀនឲ្យខ្ញុំចេះថតរូបសខ្មៅតែខ្ញុំថតរូបសខ្មៅគឺប្រើរូបនៅពេលណាបន្ទាប់មកចូលមកដល់ដំណាក់កាលមួយទៀត cropping វិញ cropping នេះទៅបងម៉ាឌីវិញ ចា៎ ចាក់ស្ដែងខ្ញុំថតរូបខ្ញុំអត់សូវចូលចិត្ត cropping ខ្ញុំអត់ងាយ cropping ទេអញ្ចឹងរូបខ្ញុំវាពេលខ្លះវា son negative space ច្រើនពេកប៉ុន្តែបន្ទាប់ពីប្រហែលគាត់បានជួយ critic ក៏ដូចបានជួយបកស្រាយសម្រាប់ខ្ញុំថារូបភាពយើងត្រូវ cropping យើងកុំទុក negative space ច្រើនពេកយើងខាត់out subject ណាដែលវាជាប់ហើយវាជា interrupt
ជារបាំងជាអីចឹងពេលហ្នឹងហើយដែលខ្ញុំចាប់តាមចេះ cropping រូបខ្ញុំឥឡូវ crop ច្រើនមែនតើតែ subject អីអត់ល្អ negative space ច្រើនខ្ញុំ crop ហើយអញ្ចឹងអាចនិយាយថាគាត់3នាក់ជា idol របស់ខ្ញុំដែល influence ដល់ខ្ញុំសប្តាហ៍ថ្ងៃនេះ ចាបង អរគុណ ជាក់ស្ដែងទៅជាប់ក្នុង topic corner បកទៅក្រោយវិញបន្តិចណាចំពោះខ្លួនឯងផ្ទាល់យល់ថារូបនឹងមានវាយើង feeling ថាម៉េចយើងយល់ថាម៉េចបានយើងធម្មតាខ្ញុំជឿថាមានរូបច្រើនជាងហ្នឹងមានថាថត10ប៉ុស្តិ៍អញ្ចឹងឃើញឆ្លាញ់តែមួយហ្នឹងឯងហើយបានហ៊ានយកមួយហ្នឹងមក submit នៅក្នុង group អញ្ចឹងចង់ដឹងវិញថាយើងមូលហេតុអីដែលយើងគិតថាវានឹងជារូបដែលគិតថាល្អសម្រាប់ដាក់ទៅអាចនឹងជាប់អាចយ៉ាងអីចឹងណាសម្រាប់ខ្ញុំទី1ដែលខ្ញុំមើលឃើញហ្មងគឺ color matching ខ្ញុំមើលឃើញទី1គឺមើលឃើញតាំងពីមិនទាន់ថតរូបហ្នឹងប៉ុន្តែដំបូងឡើយជាក់ស្ដែងពេលខ្ញុំទៅដើរដល់កន្លែងហ្នឹងតាមពិតរូបហ្នឹងថាកូនគាត់2នាក់ហើយប៉ាគាត់ហ្នឹងតាមពិតគាត់ដើរទៅផុតហើយគាត់ដើរទៅផុតបាត់ហើយតែដំបូងខ្ញុំថាថតដែរតែខ្ញុំគិតក្នុងចិត្តថាបើសិនជាថតពីក្រោយទៅគឺអត់ស្អាតតែម្ដងអត់ស្អាតទេប៉ុន្តែមិនដឹងថាសំណាងនៅខាងយើងដឹងថាមិនគាត់ដើរមកវិញគាត់ឲ្យកូនគាត់នៅសសគាត់ដើរមកវិញខ្ញុំទាញកាមេរ៉ាថតភ្លាមពេលហ្នឹងខ្ញុំប្រើ lens wide ទៀតអត់បានប្រើ lens telephoto អញ្ចឹងក្របមកតែហឹងហើយក៏ថតមកក្រឹបខ្ញុំដំបូងខ្ញុំឃើញតែ color matching មួយខ្ញុំអត់ទាន់ឃើញអីផ្សេងដល់ពេលខ្ញុំមកដល់ផ្ទះបានខ្ញុំមើលទៅខ្ញុំឃើញមិនមានតែ color matching ទេតែពិតមានអីនៅហ្នឹងទៀតស្រាប់តែមើលទៅគឺអីដែលពិសេសនោះគឺពណ៌លឿងហើយពណ៌ក្រហមពណ៌លឿងពណ៌ក្រហមហ្នឹងគឺពិសេសមែនទែនអាវគាត់ពណ៌លឿងមួយចេកហើយស្រាប់តែអ្នកលក់ចេកហ្នឹងគាត់មានលក់ប៉មនៅហ្នឹងដែរហើយចៃដន្យអីនៅក្នុងអាវរបស់កូនហ្នឹងកូន2នាក់គាត់ហ្នឹងមានប៉មពណ៌ក្រហមដូចគ្នាទៀតហើយសំខាន់ស្បែកជើងគាត់2ហ្នឹងពណ៌ក្រហមដូចគ្នាទៀតហើយមើលនៅលើនៅខាងក្រោយ background ហ្នឹងមានពណ៌លឿងពណ៌ក្រហមមួយទៀតអញ្ចឹងខ្ញុំគិតថារូបនេះវាវ៉ាវសម្រាប់ខ្ញុំមែនទែនវាជារូបមួយដែលសម្រាប់ខ្ញុំគិតថាវាជារូបមួយដែលស្ទើរតែជារូបល្អបំផុតសម្រាប់ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនថ្ងៃហ្នឹងវ៉ាវខ្ញុំរកឃើញហើយខ្ញុំថាអូយ submit ភ្លាមត្រូវតែ submit ព្រោះពេលហ្នឹងតែពិតអត់បានផុសភ្លាមៗដោយសារខ្ញុំរវល់ការងារច្រើនអញ្ចឹងពេលខ្ញុំទៅនេះខ្ញុំឆ្លៀត upload copy រូបចូលក៏មានរូបផ្សេងទៀតដែរប៉ុន្តែរូបហ្នឹងតខ្ញុំ double check អត់ខ្ញុំដឹងចាស់ស្ដាយខ្ញុំគិតថារូបផ្សេងឯងថ្ងៃហ្នឹងខ្ញុំថាស្អាតជាងតែដល់ពេល double check ទៅវ៉ាវរូបដែលលាក់ខ្លួនគឺនៅនេះសោះមួយនេះសោះ upload ទៅគឺពិតជាជោគជ័យមែនក្រៅពី challenge topic ព្រោះធម្មតាយើងថតទៅតាម topic មានដែរសាក challenge ហើយក៏មានដែរជាប់នៅក្នុង group ឯដែលផ្សេងពី topic របស់យើងមានទីមួយយើង open category មួយទៀតយើងដាក់ topic អញ្ចឹងក្នុងការ open topic មានដែលបានសាក challenge ថតហើយមានដែលបានជាប់អីនៅក្នុង group ខ្លះហើយបើសម្រាប់ free topic គឺខ្ញុំជាប់ច្រើនហូបចាប់ពីចុងខែ2ហ្នឹងមកគឺខ្ញុំចាប់ដើម submit free topic ហើយពេលហ្នឹងចាប់ដើមរៀងសប្បាយចិត្ត free topic ហ្នឹងមានច្រើនណាស់ខ្ញុំជាប់មាន color matching មាន light and shadow មាន peak moment មាន black and white មានអីគឺច្រើនមែនតើគេទៅ free topic នេះហើយក៏ជាចំណុចមួយដែលធ្វើឲ្យខ្ញុំអាចសិក្សាអាចរៀនសូត្រពី photography បានច្រើនដែរfree topic នេះពិតជាខ្ញុំគិតថាវាជា topic មួយដ៏ល្អមែនទែនសម្រាប់ការថតរូបខ្ញុំអាចសួរមួយទៀតតកតងជាមួយនឹងទីតាំងតំបន់ទីតាំងពេលទីតាំងណាតំបន់ណាដែលបងអូនជួយចិត្តទៅថតហើយមួយទៀតពេលណាពេលវេលាក៏សំខាន់ដែរព្រោះពេលខ្លះយើងត្រូវការថ្ងៃទៅកាយដើម្បីយើងយក light and shadow អញ្ចឹងណាអាចប្រាប់បានថាទីតាំងណាតំបន់តាណាដែលបងអូនជួយចិត្តទៅសម្រាប់ខ្ញុំតំបន់ដែលខ្ញុំចូលចិត្តពេញចិត្តខ្លាំងហ្មងគឺហើយខ្ញុំថតច្រើនជាងគេគឺតំបន់អូស័យហើយមកផ្សារថ្មីតំបន់ហ្នឹងខ្ញុំតែងតែទៅថតរូបរហូតជាពិសេសខ្ញុំចូលចិត្តទៅថតចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 11 ព្រោះខ្ញុំគិតថាម៉ោងហ្នឹងគឺជាម៉ោងដែលល្អពលឺល្អហើយមានប្រសង់ទៀតប្រសង់គាត់មុនមកអញ្ចឹងយើងថតបាន frame ដូចថ្ងៃមុនអញ្ចឹងគឺរូបភាពហ្នឹងខ្ញុំដើរចេញមកនៅខ្ញុំបាន submit តែពិតរូបភាពហ្នឹងវាហួសធានបត់ corner ហើយប៉ុន្តែក៏វាអាចចូល corner ដែរខ្ញុំដើរចេញមកសង់5អង្គមុនមកស្អាតមែនតើថតក្រឹបតែ cropping អត់បាននឹង upload ចូលក្រុមភ្លាមហ្មងដាក់ free topic ភ្លាមហ្មងគឺសុបាយចិត្តមែនតើហើយប៉ុន្តែខ្ញុំក៏ចង់ challenge ខ្លួនឯងទៅរកកន្លែងផ្សេងទៀតដែរពេលដោយសារមនុស្សយើងអត់អាចនៅកន្លែងមួយនៅកន្លែងហ្នឹងរហូតទេអញ្ចឹងបានទឹកតែសប្តាហ៍មុនខ្ញុំរៀន challenge ទៅខេត្តចិត្តពេញហើយក៏ខ្ញុំមាន plan ទៅខេត្តផ្សេងទៀតដែលនៅចិត្តពេញដូចជាតាកែវតាមកំពង់ស្ពឺអញ្ចឹងឧដុង្គខេត្តកតាលនេះដែរចុះពេលដែលថាទំចេញទៅខេត្តហ្នឹងពេលដែលចេញទៅហើយឥឡូវមានបានរូបអីខ្លះយកមក submit ឬក៏អត់ទាន់បាន review មើលខ្ញុំបានជាក់ស្ដែងខ្ញុំបាន submit បានទៅបាន2រូបហើយខ្ញុំឃើញថានៅរៀង
texture នៅអត់តន់ល្អដោយសារយើងអត់តន់ស្គាល់តំបន់ប៉ុន្តែមើលទៅឃើញទៅកន្លែងហ្នឹងគឺ framing ល្អហើយគិតថាត្រូវមានពេលវេលាល្អជាងហ្នឹង better timing better light ពេលហ្នឹងក៏ make យើងអាងឹតដែរចឹងអត់សូវស្អាត ជាធម្មតាមួយទៀតតកតងជាមួយនឹងបានទៅខេត្តហើយfocus លើ street ហ្មងឬក៏យើង worldwide ដែលមានថាទាំងអស់តាំងពី street តាំងពី daily life តាំងពី landscape តាំងពីព្រោះធម្មតាយើងអត់ងាយបានចេញខេត្តអញ្ចឹងធម្មតាខេត្តវាមានទេសភាពពេលខ្លះវាល្អជាងពេញវាស្អាតជាងពេញវាមាន moment នៃល្អជាងអីចឹងណាដែលសាក challenge មើលថានឹងថតអីបន្ថែមក្រៅពី street ក្រៅពីអីហ្នឹងឯង ខ្ញុំបានធ្លាប់គិតដែរថាខ្ញុំចង់សាកបើថា daily life với street វាស្តីទៀតហាក់ប្រហែលគ្នាប៉ុន្តែខ្ញុំក៏មើលឃើញថាខ្លួនឯងចូលចិត្តរៀងចាប់តាមចូលចិត្ត landscape ភ្នំទេសភាពព្រៃឈើជាពិសេសទៅការបៃតងនេះអញ្ចឹងបាទខ្ញុំចង់ឆ្លៀតពេលណាតនេខ្ញុំអាចចុះទៅខេត្តនៅចិត្តពេញហ្មងប៉ុន្តែពេលតនេក៏រៀងខ្លីដែរបានតែកន្លះថ្ងៃដោយសារខ្ញុំតនេថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំធ្វើការហើយថ្ងៃសៅរ៍ហ្នឹងពាក់តាថ្ងៃខ្ញុំត្រូវទៅរៀននៅសាលាទៀតអញ្ចឹងវា challenge ខ្លាំងសម្រាប់ខ្ញុំប៉ុន្តែខ្ញុំនៅតែជំនះខ្លួនឯងដោយសារខ្ញុំចង់បានរូបស្អាតចង់បានរូបល្អអញ្ចឹងខ្ញុំគ្រាន់ពេលផឹកពេលខ្លះខ្ញុំអត់បាយខ្ញុំញ៉ាំអីតាមផ្លូវក៏មានដែរដើម្បីបានទៅថតអញ្ចឹងច្រើនដងហើយគឺទាំងអូស័យទាំងនៅខេត្តកណ្ដាលថ្មីដែលខ្ញុំចុះម្ដុំភ័យតម្រាក់ផ្ទះបុរាណរាប់រយឆ្នាំខ្ញុំចូលទៅថតលក្ខណៈ landscape នេះខ្ញុំទៅទាំងអត់បានញ៉ាំបាយខ្ញុំទិញតែនំប៉ាវមួយខ្ញុំទៅថតហ្មងនេះទឹកចិត្តការស្រឡាញ់ឲ្យតែបានថតរូបគឺសុខចិត្តអត់ញ៉ាំអីទេ បាទគឺទៅតែឯងបាយអត់សំខាន់ បាយអត់សំខាន់ទេតែរូបល្អសំខាន់ជាង ចា ហើយបើបានរូបល្អហើយបាយក៏ឆ្អែតដែរ បាទបាយឆ្ងាញ់ ហើយគេងលក់ស្រួលទៀត ចាតែខ្ញុំធ្វើចឹងច្រើនពេកព្រោះយើងត្រូវថែរក្សាសុខភាពយើងដែរ ម្ដងមកកាលទេ ចាប មិន ង ធ្វើចឹងរហូតទេ អូខេបងអញ្ចឹងមិញមកបានប្រាប់ដែរថានៅពេលដែលគាត់ join ក្រុមយើងគាត់មានតុបកម្លាំងចិត្តក្នុងការថតរូបក្នុងទាំង free topic ទាំងមាន topic អញ្ចឹងខ្ញុំចង់លើបន្ថែមទៀតថាតើបងគិតយ៉ាងណាដែរនៅក្នុងក្រុមហ្នឹងថាការថតរូបចូល topic ហ្នឹងវាផ្ដល់អត្ថប្រយោជន៍អីគេទៀតទៅកាន់បងក្រៅពីជួយឲ្យបងអភិវឌ្ឍការថតពីបណ្ដាមួយដំណាក់ទៅមួយដំណាក់ បាទអរគុណបងសម្រាប់សំណួរ ចា សម្រាប់ការថតយើងដាក់ topic នេះគឺវាផ្ដល់ផលប្រយោជន៍លើសពីអីដែលយើងអាចអនុវត្តខ្លួនឯងបានទីមួយយើងអាចស្គាល់មនុស្សថ្មីបានជួនកាលយើងអាចឃើញរូបគាត់ល្អចឹងទៅយើងអាចសួរគាត់យើងអាច message សួរគាត់ថាបងរូបហ្នឹងបាយថតនៅណាកន្លែងណាអញ្ចឹងយើងអាចស្គាល់ location ហ្នឹងយើងអាចទៅថតកន្លែងហ្នឹងបានហ្នឹងយើងហើយយើងអាចបើគាត់តនេដែរយើងអាចបបួលគាត់ថតបង្កើតជា friend zone មួយទៀត ចា ហើយទី2ខ្ញុំគិតថាវាពេលមាន topic ចឹងយើងក៏បានបង្ហាញពីប្រជាជនកម្ពុជាយើងទៅកាន់ពិភពលោកហើយគ្រប់នេះខ្ញុំឃើញថាមិនមែនមានតែកម្ពុជាយើងក៏មានជនជាតិបរទេសមួយចំនួនដែរពេលខ្លះគាត់អាច share រូបហ្នឹងទៅក្រៅប្រទេសដូច Mr. Peter ដែលខ្ញុំស្គាល់ចឹងខ្ញុំថតរូបជួនកាលគាត់ send រូបហ្នឹងឲ្យទៅអ្នកក្រៅមើលដែរអញ្ចឹងអ្នកក្រៅគាត់ជួយ review មកវិញដូចជនជាតិអង់គ្លេសដែលខ្ញុំជួបថ្ងៃមុនអញ្ចឹងគាត់សុំមើលរូបគាត់សួរខ្ញុំថាឃើញកាន់កាមេរ៉ាហ្នឹងខ្ញុំជាណាគេខ្ញុំថាខ្ញុំ street photography street photographer អញ្ចឹងគាត់បានសុំមើលរូបហើយគាត់ថាវ៉ាវហើយគាត់សួរខ្ញុំថាបទពិសោធន៍ថតរូបប៉ុន្មានឆ្នាំខ្ញុំថាបទពិសោធន៍ថតរូបខ្ញុំទៅថតថ្មីខ្ញុំថតមួយឆ្នាំហ្នឹងគាត់ថាអូវ៉ាវមែនតើគាត់ប្រាប់ថាតាំងពីគាត់ថតរូបមកគាត់ដែរឃើញណាគេដែលបកកាយដូចអូនឯងដែលថតរូបទៅថតរូបប៉ុន្តែរូបចេញមកគ្រាន់បើមិន perfect ប៉ុន្តែល្អជាពិសេសគាត់ច្អល់មកគឺរូប black and white អានេះក៏ជាចំណុចមួយដែលធ្វើឲ្យខ្ញុំស្រឡាញ់ black and white ដែរហើយសម្រាប់គ្រប់ street photography ចំណុចដែលខ្ញុំគិតថាល្អខ្លាំងហ្មងគឺការដាក់ឲ្យបើកឲ្យ free topic គឺខ្ញុំរីករូតលាស់ដោយសារ free topic នឹងឯងថតចេញពី free topic ដំបូងខ្ញុំអត់ទាន់ focus រឿង topic ទេដោយសារ topic ពេលខ្លះខ្ញុំគិតថាបបាដំបូងឡើយខ្ញុំគិតថាបបាអញ្ចឹងខ្ញុំតាមថត free topic ហ្នឹងចាប់ដើមល្អទៅបានខ្ញុំ load មកដល់ topic តែម្ដងហើយខែនេះធ្វើបានល្អមែនតើរហូតដល់ខ្ញុំជាប់ top អញ្ចឹងចំណុចនេះគឺធ្វើឲ្យមិនមែនធ្វើត្រឹមតែយើងរីកចម្រើនខ្លួនឯងធ្វើឲ្យយើងស្គាល់មនុស្សកាន់តែច្រើនហើយអាចចែកម្លែកពីប្រជាជនកម្ពុជាយើងទៅកាន់ពិភពលោកបានទៀត ចា អូខេមានសំណួរមួយដែរដែលចេះតែចង់ដឹងធម្មតាមកនេះយើងសួរច្រើនតិចចង់ដឹងថាភាគច្រើនទៅថតរូបអារម្មណ៍យើងនៅពេលដែលថតតែឯងហើយជាមួយនឹងមានគ្នាទៅថតជាមួយមួយណាដែលគិតថាវាមានអារម្មណ៍ថាសុវត្ថិភាពមានអារម្មណ៍ថាដូចជាcomfortable ជាងហើយអាចមានន័យថា idea ច្រើនជាងអីចឹងពីច្រើនទៅខ្លួនឯងគិតពីផ្ទះទៅហើយទៅថតហ្មងឬក៏
អាហ្នឹងជាច្រើនជាមាន idea មួយហើយមួយទៀតជួបជាមួយនឹងគ្នាប្រមូលគ្នាទៅថតមួយណាដែលគិតថាវាល្អជាង សម្រាប់ខ្ញុំគិតថាទៅមានគ្នាល្អជាងប៉ុន្តែអត់ឲ្យគ្នាច្រើនពេកទេសម្រាប់ខ្ញុំចង់បានត្រឹម3នាក់5នាក់លើសពីហ្នឹងវាអត់ល្អវិញទេដោយសារពេលដែលយើងទៅច្រើននាក់យើងអាចចែកម្លែក idea គ្នាបានពួកគាត់ទៅថតឡើងផ្សេងពួកខ្ញុំថតឡើងខ្ញុំថតឡើងផ្សេងពីមុនមកអញ្ចឹងយើងអាចចែកម្លែកគ្នាបានគាត់ដើរទៅដល់កន្លែងនេះគាត់ថាអូកន្លែងនោះមានរូបស្អាតមាន framing ស្អាតអូកន្លែងនេះមានផ្សារមួយទូចមួយមាន action មាន layer ច្រើនអញ្ចឹងយើងគួរតែថតឡើងហ្នឹងអូផ្លូវ alley នេះទៅដល់មុខមាន stair មាន light ដែលមាន shadow មានអីស្អាតហើយអញ្ចឹងយើងគួរតែថតអញ្ចឹងកន្លែងហ្នឹងដែលខ្ញុំគិតថាទៅគ្នាច្រើនក៏វាស្រួលហើយ safe ទៀតពីយើងទៅតែឯងវាខ្លះក៏អបសុកដែរដូចខ្ញុំធ្លាប់បានទៅតែឯងដែរមុនណាថតរូបដែលជាប់ top 1ហ្នឹងខ្ញុំដើរតែឯងឃើញថារៀងឯកាហើយអត់ដឹងទៅណាលក្ខណៈថាយើងដើរទៅដូច free អញ្ចឹង free roam វិញឃើញតែផ្លូវណាស្អាតទៅណងឃើញផ្លូវណាទៅណងអញ្ចឹងវាពិបាកដែរហើយសម្រាប់ខ្ញុំពេលដែលខ្ញុំដើរទៅតែឯងភាគច្រើនខ្ញុំគិតមុនថាគួរតែថតអីគេមនុស្សខ្ញុំមានបញ្ហាមួយគឺ overthinking ប៉ុន្តែខ្ញុំយកអាបញ្ហា overthinking ហ្នឹងមក apply ក្នុង photography មានន័យថាមុននឹងទៅគិតដល់ណាដល់ណីគិតក៏ពិតមុនថតហ្នឹងមុនទៅថតគិត framing ហើយគិតថាគួរតែចាប់ប្លង់មិនកន្លែងនេះគួរចាប់មិនកន្លែងនេះគួរចាប់មិនគិតច្រើនមែនតើប៉ុន្តែបើសិនជាយើងបានទៅគ្នាច្រើនអាហ្នឹងវាជារឿងល្អជាងវិញដោយសារពេលខ្លះយើងគិតច្រើនពេកយើង stress វា idea ច្រើនពេកយើងអត់ដឹងថតអីឲ្យប្រកបដោយប៉ុន្តែដល់ពេលយើងបានគ្នាយើងយក idea នោះម្នាក់តិចគាត់ម្នាក់តិចឬក៏យើងអាច3នាក់យើងបែងចែកគ្នាម្នាក់មក topic ម្នាក់ topic អាហ្នឹងក៏យើងអាចធ្វើជា challenge មួយទៅថតរូបបានស្អាតដែរសប្បាយបាទស្ដាប់មើលទៅពីដើមមកមិញមានអារម្មណ៍ថាមានស្នាដៃច្រើនសម្បីតអ្នកថតរូបក៏សរសើរសម្បីតជួបមួយមិត្តភ័ក្តិសរសើរគ្រូក៏គាត់លើកទឹកចិត្តមានដែល challenge ចូលទៅក្នុងកម្មវិធី photo contest ណាមួយរបស់មិនថាក្រុមហ៊ុនណាដែលគាត់មាន photo contest អញ្ចឹងណាមានដែលសាកល្បងមើលហើយដូចជា Sony Award អីមានដែលបានសាកល្បងជាក់ស្ដែងខ្ញុំពិតជាចង់សាកល្បងមែនទែនប៉ុន្តែពេលវេលាគឺអត់អំណោយផលដោយការ Sony លើកមុនអញ្ចឹងខ្ញុំចង់ចូលរួមមែនទែនតែចៃដន្យនេះថ្ងៃអាទិត្យខ្ញុំធ្វើការជាក់ស្ដែងហ្មងគឺតាំងពីទិញកាមេរ៉ាមកគឺអត់ដែលបានចូលរួម photo contest តែម្ដងហ្មងដោយសារពេលវេលាគឺ photo contest ចេញមកគឺពេលវេលាអត់សមមួយការមួយខ្ញុំតែម្ដងគឺអាចថាមិនសំណាងប៉ុន្តែបើសិនជាមានឱកាសចំថ្ងៃដែលខ្ញុំទៅនេឬក៏ចំថ្ងៃដែលខ្ញុំ day off អីខ្ញុំប្រកាសជាjoin 100%ចុះបើសិនជា CSP យើងបង្កើត photo contest មួយនៅខែក្រោយបងមានចំណាប់អារម្មណ៍ថានឹងចូលរួមឬក៏មាន commitment មួយថានឹងចូលរួមនេះហើយ contest នោះប្រហែលជាខ្ញុំប្រហែលឲ្យដឹងតិចចុះ contest នោះប្រហែលជាអាចនឹងមាន online ផងហើយប្រកួតជំរុះចប់ពីជំរុះ online យើងនឹងឡើងទៅវគ្គមានវគ្គបន្តដូច Cambodia Idol ឬក៏អីគេមានវគ្គបន្តអីចឹងទៅបងអូននឹងសាកចូលរួមមើលទេមើលទៅខ្ញុំគិតថាសម្រាប់ខ្ញុំគឺ 100% ដឹងតែចូលរួមទោះបីជាមិនបាន top 1មិនបាន top 10មិនបាន top 100 ដោយគឺចង់រៀនទៅនេះគឺមិនមែនទៅខ្ញុំផ្នត់គំនិតរបស់ខ្ញុំគឺខ្ញុំចង់ទៅរៀនច្រើនជាងទៅឈ្នះរៀនយកមកហើយអនុវត្តហើយរៀនពីកំហុសថតរូបរាល់ថ្ងៃរូបច្រើនខ្ញុំសិក្សាបានច្រើនដោយសារអីដោយសារកំហុសហើយមិនមែនដោយសារយើងថតទៅល្អរហូតទេយើងយករូបដែលអត់ល្អមករៀនអញ្ចឹងយើងថតតែយើងទៅប្រកួតទៅតែបច្ច័យដនអត់បាន top រូបយើងអត់ល្អដោយសារនេះអញ្ចឹងអាចមានចាច់អាចមានគ្រូអាចមានមិត្តភ័ក្តិគាត់នឹងប្រាប់យើងអញ្ចឹងយើងយកចំណុចទាំងអស់ហ្នឹងមកដើម្បីមកកែប្រែរូបភាពរបស់យើងដើម្បីឲ្យធ្វើរូបភាពរបស់យើងល្អជាងមុនអញ្ចឹងខ្ញុំសម្រាប់ខ្ញុំគឺ yes ចាអរគុណបងអញ្ចឹងខ្ញុំមានចម្ងល់ខ្លះដូចថាជាក់ស្ដែងខ្ញុំពិតជាឃើញថាគាត់ទទួលបាន best of the day ហើយនឹងចូលដល់ top ទៀតអញ្ចឹងខ្ញុំឆ្ងល់ថាគាត់ថាគាត់រវល់ធ្វើការហើយរៀនទៀតអញ្ចឹងបងបែងចែកពេលវេលាមិនដែរហើយចង់សួរថាពេលដែលបងថតរូបហ្នឹងបងប្រើប្រាស់កាមេរ៉ាអីដើម្បីយកទៅថតហើយ edit color ហ្នឹងបែបមិនដែរហ្មងបាទបងសម្រាប់ខ្ញុំបើយើងបែងចែកពេលវេលាវាពិបាកបែងចែកដែរសម្រាប់ខ្ញុំសារខ្ញុំតនេតិចតួចប៉ុន្តែជាក់ស្ដែងទៅថ្ងៃដែលខ្ញុំថតច្រើនជាងគេគឺមានតែថ្ងៃសៅរ៍កន្លះថ្ងៃហ្នឹងខ្ញុំថតច្រើនហើយខ្ញុំចាប់ដើម review ខ្ញុំ select តែខ្ញុំដាក់កំណត់ខ្លួនឯងខ្ញុំ post ក្នុង group មួយថ្ងៃទៅ3រូបទៅ2រូបទេហើយថ្ងៃខ្លះអត់មានរូបអញ្ចឹងបន្ទាប់មកមួយទៀត
ខ្ញុំឆ្លៀតយកពេលវេលាដែលខ្ញុំជិះម៉ូតូពីកន្លែងធ្វើការមកសាលារៀនអញ្ចឹងពេលខ្លះនៅតាមដងផ្លូវហ្នឹងក៏មាន action អីកើតឡើងក៏មានសកម្មភាពអីដែលវាមើលទៅតាក់ទាញភ្នែកដែរអញ្ចឹងភ្នែកខ្ញុំជិះម៉ូតូមែនប៉ុន្តែបើសិនជាមានអីតាក់ទាញនៅហ្នឹងខ្ញុំឈប់ម៉ូតូចុះថតហ្មង ចា សម្រាប់ខ្ញុំ ចឹងបានន័យថាឲ្យតែបងឃើញចាប់អារម្មណ៍គឺដឹងតែបងថតហ្មង ចុះថតហ្មងបាទហើយសម្រាប់ខ្ញុំរងថ្ងៃ50ខ្ញុំប្រើទូរស័ព្ទផងខ្ញុំប្រើកាមេរ៉ាខ្ញុំប្រើ DSLR ទេ ចា បាទប៉ុន្តែ DSLR មិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេឧបសគ្គគឺ subject គឺ framing គឺ timing ទេខ្ញុំគិតថាកាមេរ៉ាវាមិនមែនជាឧបសគ្គទេប៉ុន្តែឧបសគ្គគឺយើងខ្លួនឯង ចាបង វាអត់មានរូបមន្តអីពិសេសដែលធ្វើឲ្យយើងខ្លាចជាអ្នកថតរូបដល់ប៉កែម្នាក់ទេក្រៅពីយើងខ្លួនឯងជឿជាក់លើខ្លួនឯងអញ្ចឹងបាទខ្ញុំចឹងនេះចំណុចនេះហើយដែលខ្ញុំបានរៀនសូត្រពីខ្លួនឯងមកច្រើនមែនតើហើយខ្ញុំក៏បានបែងចែកពេលថាពេលណាត្រូវថតពេលណាត្រូវអីពេលខ្លះថតរូបដែលក៏មាន ចាបង ប៉ុន្តែយករូបដែលហ្នឹងហើយមកសិក្សាយកប្លង់ហ្នឹងដែលហើយមកសិក្សាជាពិសេសខ្ញុំអាសាថតនៅកំពង់ច្រឡងបើដោយសារខ្ញុំជិះទូកដរឆ្លងពីកន្លែងខ្ញុំធ្វើការទៅរៀនអញ្ចឹងនៅហ្នឹងតែពិតនៅកន្លែងហ្នឹងបើរូបនិយាយពីរូបភាពហ្មងចង់200ស្លឹកហីប៉ុន្តែបើល្អតិចតួចទេប៉ុន្តែខ្ញុំយកមករៀនយករូបទាំងអស់ហ្នឹងមករៀនថាគួរថតបែបម៉េចគួរមាន framing បែបម៉េចតាមពិតគ្រប់កន្លែងទាំងអស់មានរូបស្អាតទាំងអស់ប៉ុន្តែមកពីយើងអត់ទាន់ចេះកែច្នៃហើយបទពិសោធន៍ខ្ញុំនៅរៀងស្ទើរអាចនិយាយបានថាខ្ញុំមិនមែនជា beginner ទៀតទេខ្ញុំលើសមក beginner ហើយមកដល់ទៅ amateur ហើយប៉ុន្តែក៏មិនទាន់ដល់ semi pro ឬ pro ដែរអញ្ចឹងមានចំណុចច្រើនណាស់ត្រូវរៀនទៀតហើយក៏ត្រូវបែងចែកពេលវេលាជាងនេះដែរជាពិសេសចាប់ពីអាទិត្យមុនមកគឺ schedule គឺរវល់មែនតើសឹងថាអត់មានពេលចេញថត street តែថតតាមផ្លូវក៏អត់មានតែប្រញាប់ទៅធ្វើការ ចាបង មិញឬបងអូនប្រាប់ថាមានពេលថ្ងៃសៅរ៍មួយល្ងាចសម្រាប់ថតរូប មកព្រឹក មកព្រឹកហើយមួយទៀតឆ្លៀតពេលជិះទៅធ្វើការឃើញស្អាតក៏ឆ្លៀតមកប៉ុស្ពីអញ្ចឹងទៅ ចា ជាបទពិសោធន៍ពីរហ្នឹងមួយណាដែលបងអូនគិតថាបានរូបច្រើនជាងហើយមួយណាដែលគិតថាវាងាយជាងងាយនឹងបានរូបល្អសម្រាប់យកមកផុសសម្រាប់យកមកអ្វីដែលរូបដែលពេញចិត្តណា បាទចាប់ខ្ញុំរូបដែលធ្វើឲ្យខ្ញុំពេញចិត្តជាងគឺរូបដែលខ្ញុំចុះថតជាក់ស្ដែងជាងការជិះម៉ូតូឈប់ថតនឹងពេលខ្លះយើងប្រញាប់ពេកប៉ុន្តែពេលខ្លះចុះថតហ្នឹងក៏ចៃដន្យដែរដូចខ្ញុំនៅកន្លែងមុនខ្ញុំជិះម៉ូតូសុកស្រាប់តែងាកទៅឃើញពូគាត់ពងជួយរុញម៉ូតូនេះច្រើនអ្នកហ្នឹងថតព្រឹបអាប់ឡូតចូលក្រុមអាហ្នឹងក៏ជារឿងមួយប៉ុន្តែបើយើងចុះថតមានពេលវេលាច្រើនជាងហ្នឹងវាល្អជាងនោះយើងថតប្រញាប់ជួនកាលយើងអត់បាន framing យើងអត់បានមើល frame ជួនកាល miss ជួនកាលថតទៅអត់ focus ក៏មានដែរប្រញាប់ពេកប៉ុន្តែដល់ពេលយើងថតជាក់ស្ដែងបានយើងមានពេលវេលាច្រើនយើងទៅនេះយើងទៅនោះទៅកន្លែងនេះទៅកន្លែងនោះខ្ញុំសពដើរដល់20គីឡូពីអូស័យចិត្តដល់មុខវាំងវាចិត្តមុខវាំងមកអូស័យវិញដើរតែឯង បើម៉ារ៉ាតុនប្រហែលជាអាចនឹងបានមេដាយ បាទ ចា បើប្រកួតម៉ារ៉ាតុនបានមេដាយ ស្ពាយកាមេរ៉ាធ្ងន់ខ្លួន ហ្នឹងហើយវាធម្មតាដើរច្រើនក៏វាល្អប៉ុន្តែក៏គិតពីបញ្ហាសុខភាពដែរក៏សំខាន់ដែរ ចា ហើយដូចខ្ញុំមានធំជាស្រាប់ផងដើរអស់ហើយ10គីឡូហ្នឹងវាតឹងហើយ ចាបងចឹងចង់សួរមួយទៀតដែរថាពីច្រើនគាត់ចោះទៅថតនៅម្ដុំអូស័យចឹងខ្ញុំចាប់ស្ដាមឆ្ងល់ថាហេតុអីបានជាអ្នកថត photography ពីច្រើនគាត់ចូលចិត្តទៅម្ដុំអូស័យនឹងដើម្បីថតរូបបងចឹង សម្រាប់ខ្ញុំiconic ហ្មងគឺឌឿងហែមផ្លូវឌឿងហែមផ្លូវអាលីហ្នឹងគឺសម្បូរសកម្មភាពអត់យើងអាចគ្រោងទុកបានគឺប្លែកអស្ចារ្យហើយនៅ corner គៀនហ្នឹងគឺល្អមែនតើហើយជាពិសេសផ្សារឥឡូវខ្ញុំទៅថតខ្ញុំកាន់ទៅទូរស័ព្ទទៅខ្ញុំគិតថាស្រួលជាងវិញពេលខ្លះអ្នកផ្សារទៅដល់យើងលើកាមេរ៉ាមកគាត់អាចអូនអត់ថតទេអូនឯងមកពីខាងសារព័ត៌មានមកអីចឹងគាត់អត់ថតតែបើយើងលើទូរស័ព្ទថតគាត់អូខេតែម្ដងប៉ុន្តែគាត់ថាខ្ញុំភាគច្រើនខ្ញុំអត់សូវចូលចិត្តរូបបែបសំដែងទេតែគាត់មកលើកដៃពីចេះអីខ្ញុំអត់សូវថតទេវិញខ្ញុំហ្មងគឺខ្ញុំស្រឡាញ់រូបដែលមិនមានការសំដែងរូបដែលចេញពី street ចេញពីជីវិតពិតចេញពី daily life នេះទៅជារូបដែលខ្ញុំស្រឡាញ់អញ្ចឹងតំបន់ហ្នឹងគឺ daily life គឺរស់រវើកខ្លាំងមែនតើទោះបីជាថ្ងៃខ្លះមេឃភ្លៀងមេឃអីក៏ដោយក៏នៅតែរស់រវើកដែរដូចអាទិត្យសប្តាហ៍មុនមួយទៀតភ្លៀងប៉ុន្តែខ្ញុំបានប្លង់មួយថតពីលើមកក៏នៅតែបាន framing ល្អដែរគឺសកម្មភាពគឺទៅមករហូតមានឆាត់មានអ្នកជិះម៉ូតូមានប្រសងមានស៊ីក្លូទៅគ្រប់បែបយ៉ាងហើយមានផ្ទះលក្ខណៈ architect ជំនាន់បារាំងយ៉ាងនេះវាធ្វើមកស្អាតមែនតើតាក់ទាញភ្នែក ចាបង បាទ ចឹងជាសំណួរចុងក្រោយបងមានមតិយោបល់ឬក៏ដំណោមានអីខ្លះទៅដល់អ្នកដែលគាត់ចង់ចាប់ផ្ដើមថតរូបដូចជាបងដែរ
សម្រាប់ខ្ញុំមតិរបស់ខ្ញុំទឹកផ្ដាំទៅកាន់អ្នកដែលចេះចាប់ដើមថតរូបថ្មីឬក៏គាត់ទើបមានកាមេរ៉ាថ្មីអឺសម្រាប់ខ្ញុំគិតថាគុំ limit ខ្លួនឯងយើងគិតថាយើងអាចធ្វើបានយើងគួរតែសិក្សារៀនសូត្រជាពិសេសយើងឃើញរូបល្អយើងយករូបទាំងអស់ហ្នឹងមកសិក្សារៀនសូត្រវិញជៀសវាងការបាក់ទឹកចិត្តដូចខ្ញុំការដំបូងខ្ញុំទទួលស្គាល់ថាចំណុចនេះបាក់ទឹកចិត្តនេះគឺអត់ល្អទេឃើញរូបបងស្អាតជាងគិតថាអូខ្លួនឯងថតអត់បានស្អាតទេអញ្ចឹងឈប់គឺអត់ត្រូវគិតអញ្ចឹងទេត្រូវសិក្សាវិញយើងអាចសួរពួកគាត់ក៏បានយើងអាចយើងអាចចូល comment ឬក៏យើងអាចរៀនពីរូបរបស់គាត់យករូបគាត់មកមើលហើយយើងអាចរៀនថតតាមគាត់ប្លង់ហ្នឹងយើងយករូបហ្នឹងមកយើងដើរទៅរកកន្លែងហ្នឹងហើយយើងសេរីប្លង់ឲ្យស្តៀងគាត់ក៏បានខ្ញុំមតិរបស់ខ្ញុំចង់និយាយថានៅលើពិភពលោកយើងនេះវាអត់មានរូបមន្តអីដែលអាចធ្វើឲ្យយើងក្លាយជា master ក្លាយជាអ្នកជំនាញអីបានទេទោះបីជាគ្រូបកកែប៉ុណ្ណាក៏ដោយប៉ុន្តែរូបមន្តពិសេសនោះគឺយើងខ្លួនឯងយើងត្រូវជឿជាក់ថាយើងអាចធ្វើបានកាលណាយើងជឿជាក់យើងអាចធ្វើបានខ្ញុំជឿថាប្រកាសជាធ្វើបានល្អមែនដូចខ្ញុំជាក់ស្ដែងខ្ញុំថតរូបពេលខ្ញុំជឿជាក់ខ្ញុំថតរូបសុបាយចិត្តហ្មងដើរថតជាពិសេស corner ហ្នឹងខ្ញុំជឿជាក់ខ្ញុំថាខែហ្នឹងធានបត់ហ្នឹងខ្ញុំត្រូវតែយក top 15ឲ្យបានមួយក៏ដោយត្រូវតែបានចាក់ស្ដែងបានមែននេះដោយសារយើងជឿជាក់ឲ្យពេលដែលយើងជឿជាក់ហ្នឹងយើងក៏រៀនដែរយើងមិនមែនជឿជាក់តែជឿជាក់ណាយើងជឿជាក់ឲ្យយើងរៀនទៀតជឿជាក់ឲ្យថតឲ្យអាប់ឡូតឲ្យស្រាប់តែឃើញរូបបងគាត់ផុសរូបបងល្អជាងខ្ញុំទៀតអូរូបបងនោះល្អជាងខ្ញុំទៀតនឹងរៀនពីគាត់ថតមិនគាត់ framing មិនសកម្មភាពនៅក្នុងហ្នឹងគេនិយាយពីអីខ្លះអញ្ចឹងចាប់ដើមទៅរកសកម្មភាពប្រហែលហ្នឹងពេលខ្លះបានប្រហែលហ្នឹងហើយពេលខ្លះក៏បានល្អជាងហ្នឹងដែរដូចរូបមួយដែលរូបខ្ញុំជាប់ top ហ្នឹងគឺបាន2រូបបានរូបអាវលឿងហ្នឹងហើយរូបមួយទៀតគឺបងប្រុសគាត់ដើរមកមានឆ្កែអើតក្បាលមកនៅ corner ហ្នឹងតែប៉ុតរូបហ្នឹងក៏ខ្ញុំចាំដែរខ្ញុំឈរចាំខ្ញុំឃើញឆ្កែនឹងអើតក្បាលមកអញ្ចឹងខ្ញុំថាអូចាំឆ្កង5នាទីបានគាត់មកថតក្រឹបទៅហើយថតឲ្យឆ្កែនឹងទៅវិញបាត់ទៀតពោះលឿនបំផុតលឿនមែនតើត្រូវតែប្រើ technical លឿនបំផុតតាមវាអាចធ្វើទៅបានហើយពេលហ្នឹងមិត្តភក្តិខ្ញុំក៏នៅនឹងដែរហើយមិត្តភក្តិខ្ញុំគាត់ឆ្ងល់គាត់ថាចេញខ្លួនឯងធ្វើអីនឹងអើតលឿនខ្ញុំអើតហ្នឹងគឺខ្ញុំ framing នៅក្នុងភ្នែករបស់ខ្ញុំ framing ខ្ញុំគូដៃអញ្ចឹងថាអូខ្ញុំគួរតែដាក់មនុស្សគាត់នៅខាងនេះឲ្យត្រូវរੂ assert ឆ្កែហ្នឹងឲ្យត្រូវរੂ assert ដែរអញ្ចឹងមនុស្សហ្នឹងមកក្រឹបហើយពួកគាត់ឆ្ងល់ពួកគាត់អត់យល់ទេពួកគាត់ក៏អ្នកចាប់ដើម photography តែពួកគាត់ដំបងតបមកខ្ញុំថតឲ្យបានខ្ញុំយករូបហ្នឹងទៅប្រាប់គាត់ថានេះរូបនេះ corner ខ្ញុំផុសក្នុង street photography ហើយខ្ញុំបានប្រាប់ពួកគាត់ជំរុញពួកគាត់ឲ្យចូលថតនៅក្នុង street photography ដែរហើយចំណុចពិសេសដែលខ្ញុំអរគុណទៅខាង admin របស់ street photography ហ្នឹងគឺចំណុច free topic នេះខ្ញុំបានលើកឡើងពីមុនអញ្ចឹងគឺជារឿងមួយដ៏ល្អមែនតើដែលអាចឲ្យពួកគាត់ថ្មីដែលគាត់ចេញថតបងប្អូនហ្នឹងគាត់អាចរៀនសូត្របានគាត់ចាប់ដើម upload រូបពី free topic ហ្នឹងសិនទៅឲ្យ free topic ល្អសិនចាប់ដើមល្អបន្តិចម្ដងចាំយើងឡើងទៅកាន់ topic ធំតែម្ដងដូចខ្ញុំចាក់ស្ដែងខ្ញុំរៀនបានពីហ្នឹងមកបាទអូខេអរគុណបងអូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងហើយជាចុងក្រោយក៏យើងមិនភ្លេចនៅអ្នកឧបត្ថម្ភធំរបស់យើងគឺហាងកាមេរ៉ាលីងខៀងដែលបានផ្ដល់ទីតាំងក្នុងការថតក៏ដូចជាបច្ចេកទេសមួយចំនួនធំដែលគាត់ជួយយើងជារៀងរាល់ខែជារៀងរាល់ពេលផងដែរសូមអរគុណចាក្នុងនោះដែរយើងក៏មិនភ្លេចដែរដល់អ្នកឧបត្ថម្ភផ្សេងទៀតមានដូចជា Sony Electronic Cambodia, Oppo Cambodia, Sahara Cambodia, Petronas Cambodia និង Pet ថ្មិញអង្គរដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នាបន្តទៀតនៅអេពីសូតក្រោយអរគុណជម្រាបលា